សត្វល្បីៗទាំង5ដែលបានធ្វើដំណើរទៅអវកាសទី1 Ray Fletcher ឬមួយក៏ Fruit Fly ដែលធ្វើដំណើរទៅអវកាសហ្នឹងនៅក្នុងឆ្នាំ1947 Ray Fletcher គឺជាសត្វដែលមានជីវិតដំបូងគេបង្អស់ដែលបានបញ្ជូនទៅអវកាសសហរដ្ឋអាមេរិកបានបាញ់បង្ហោះពួកវាតាមរយៈ Rocket V2 ដើម្បីសិក្សាពីឥទ្ធិពលនៃកាំរស្មីអវកាសលើសារពាង្គកាយមានជីវិតហើយទី2មានឈ្មោះថា Laika ដែលជាសត្វឆ្កែញីមួយក្បាលបានបាញ់បង្ហោះវាហ្នឹងនៅក្នុងឆ្នាំ1957 Laika គឺជាសត្វឆ្កែអនាថារបស់សហភាពសូវៀតដែលជាសត្វដំបូងគេបង្អស់ដែលធ្វើដំណើរជុំវិញផែនដីបេសកកម្មរបស់សត្វឆ្កែញីមួយក្បាលនេះគឺស្ថិតនៅលើយាន Sputnik 2ហើយបានបង្ហាញថាសារពាង្គកាយមានជីវិតអាចរស់នៅក្នុងបរិស្ថានអវកាសបាន Ham គឺជាឈ្មោះសត្វស្វា Chimpanzee ហើយបានទៅអវកាសហ្នឹងនៅក្នុងឆ្នាំ1961 Ham គឺជាសត្វស្វា Chimpanzee ហើយក៏ជាសមាជិកក្រុមមនុស្សស្វាផងដែរវាត្រូវបានហ្វឹកហាត់និងបំពេញភារកិច្ចនៅក្នុងយានដើម្បីបញ្ជាក់ថាមនុស្សអាចធ្វើការងារបាននៅក្នុងយានអវកាសក្នុងស្ថានភាពគ្មានទំនាយហើយទី4គឺជាសត្វឆ្មា Felicia ដែលធ្វើដំណើរនៅក្នុងឆ្នាំ1963ប្រទេសបារាំងបានបញ្ជូនសត្វឆ្មាញីមួយក្បាលនេះហើយក៏ជាសត្វឆ្មាតែមួយគត់ដែលពួកគេនឹងបានបាញ់បង្ហោះទៅអវកាសការហោះហើររយៈពេល15នាទីរបស់សត្វឆ្មាញីមួយក្បាលនេះគឺបានបញ្ចប់ដោយការវិលត្រឡប់មកភពផែនដីវិញដោយសុវត្ថិភាពចំណែកទី5វិញអ្នកទាំងអស់គ្នាគឺជាក្រុមសត្វអណ្ដើកដែលបានបាញ់បង្ហោះនៅក្នុងឆ្នាំ1968អណ្ដើកមួយក្រុមនេះបានបញ្ជូនទៅជុំវិញព្រះច័ន្ទតាមបេសកកម្ម05របស់សហភាពសូវៀតពួកវាគឺជាសត្វដំបូងគេបង្អស់ដែលធ្វើដំណើរជុំវិញព្រះច័ន្ទហើយនឹងត្រឡប់មកផែនដីវិញដោយសុវត្ថិភាព